មនុស្សភាគច្រើនបរាជ័យព្រោះពួកគេមិនឆ្លាតនោះទេមនុស្សភាគច្រើនបរាជ័យព្រោះពួកគេមិនខិតខំនោះទេប៉ុន្តែពួកគេបរាជ័យព្រោះពួកគេរស់នៅដោយគ្មានក្តីស្រមៃរស់នៅដោយគ្មានក្តីសង្ឃឹមហើយភ្ញាក់ជារៀងរាល់ថ្ងៃដោយគ្មានផែនការបើបងប្អូនកំពុងស្ដាប់វីដេអូនេះវាមិនមែនចៃដន្យទេថ្ងៃនេះបងប្អូននឹងរៀនរបៀបបំលែងក្តីសម្បិនទៅជាជីវិតពិតសួស្តីខ្ញុំវរៈជួបខ្ញុំជាមួយនៅប្រធានបទ Goal Dream Plan ក្តីស្រមៃគោលដៅនិងផែនការបើបងប្អូនកំពុងស្ដាប់វីដេអូនេះទាំងអស់គ្នាសូមជប់ត្រឹមនេះសិនចាំបន្តស្ដាប់ទៀតខ្ញុំចង់ឲ្យបងប្អូនសួរខ្លួនឯងមួយសំណួរតូចៗដូចខាងក្រោមតើយើងមានក្តីសុបិនទេឬក៏យើងគ្រាន់តែរស់តាមថ្ងៃរងចាំវាសនានាំអ្វីមកឲ្យយើងមនុស្សភាគច្រើនមិនបរាជ័យព្រោះខ្វះសមត្ថភាពឬចំណេះដឹងនោះទេតែបរាជ័យព្រោះគ្មានទិសដៅគ្មានក្តីសុបិននេះគឺជាចំណុចចាប់ផ្ដើមគោលដៅគឺជាផ្លូវផែនការគឺជាជើងដែលនាំយើងដើរទៅរកក្តីសុបិនរបស់យើងខ្ញុំឧទាហរណ៍យើងមានក្តីសុបិនចង់ដើរលេងនៅខេត្តសៀមរាបនិងញ៉ាំរបស់ឆ្ងាញ់នៅទីនោះអញ្ចឹងអ្វីដែលយើងត្រូវធ្វើយើងត្រូវដាក់គោលដៅថាយើងត្រូវទៅសៀមរាបប្រហែលថ្ងៃខ្ញុំឧទាហរណ៍យើងត្រូវទៅសៀមរាប2ថ្ងៃចាប់ផ្ដើមធ្វើដំណើរនៅម៉ោង7ព្រឹកថ្ងៃស្អែកនេះអញ្ចឹងអ្វីយើងត្រូវធ្វើបន្ទាប់មកយើងនឹងដាក់ផែនការសម្រាប់សុបិននិងគោលដៅរបស់យើងដំបូងយើងត្រូវដាក់គោលដៅផែនការទៅទិញសម្បត្តិឡានមិនចឹងទេបងប្អូនធ្វើដំណើរខ្ញុំឧទាហរណ៍ជិះឡានអញ្ចឹងយើងត្រូវទិញសម្បត្តិឡាននៅពេលដល់សៀមរាបតើយើងត្រូវដើរលេងកន្លែងណាមុនអានេះគេហៅថាគោលដៅហើយយើងត្រូវតែដាក់ផែនការគោលដៅនឹងឲ្យច្បាស់លាស់នៅពេលយើងទៅលេងខេត្តសៀមរាបហ្នឹងបើសិនជាបងប្អូនមិនមានគោលដៅថាត្រូវទៅណាដើរលេងនៅកន្លែងណាញ៉ាំនៅកន្លែងណាអត់មានផែនការថាត្រូវចំណាយប៉ុន្មានបងប្អូននឹងទៅសៀមរាប2ថ្ងៃនេះដោយតទេនឹងមិនដឹងថាទៅដល់ហើយទៅលេងកន្លែងណាមុនទាំងអស់នឹងហើយនេះហៅថាក្តីស្របិនគោលដៅនិងផែនការបើយើងធ្វើអ្វីមួយទោះបីរឿងតូចក៏ដោយបើយើងមាន3នេះយើងមិនវង្វេងទេក្នុងវីដេអូនេះយើងនឹងមករៀនរបៀបបំលែងក្តីសុបិនទៅជាជីវិតពិតយើងរស់នៅសប្តាហ៍នេះក្តីសុបិនមិនមែនជារឿងអីដែលចម្លែកនោះទេមិនមែនជារឿងមិនអាចទៅរួចទេឲ្យតែយើងមានក្តីសុបិនយើងនឹងធ្វើវាបានខ្លាចតែយើងដាក់ក្តីសុបិនរបស់យើងហួសសមត្ថភាពរបស់យើងដែលមិនមើលបច្ចុប្បន្នភាពរបស់យើងដាក់ក្តីសុបិនគោលដៅផែនការនេះធំកាលណាយើងនឹងបាក់ទឹកចិត្តប៉ុណ្្នឹងដែរហេតុអ្វីព្រោះក្តីសុបិនដែលធំធ្វើឲ្យយើងបាក់ទឹកចិត្តលឿនបានដែរក្នុងន័យនេះមិនមែនខ្ញុំមិនឲ្យបងប្អូនដាក់ក្តីសុបិនធំនោះទេធ្វើជាមនុស្សកើតមួយជាតិធាតុមួយចាតត្រូវតែមានក្តីសុបិនធំប៉ុន្តែយើងត្រូវចាប់ផ្ដើមពីក្តីសុបិនដែលអាចទៅរួចជាមុនសិនជាឧទាហរណ៍យើងចង់បានទូរស័ព្ទថ្មីមួយនៅ3ខែក្រោយយើងមិនត្រឹមតែមានក្តីសុបិនបានទូរស័ព្ទថ្មីមួយរយៈពេល3ខែក្រោយទេសរសេរវាចេញមកនៅក្នុងក្រដាសបញ្ជាក់ខ្ញុំមិនលើកទឹកចិត្តឲ្យបងប្អូនសរសេរនៅក្នុងទូរស័ព្ទឬកុំព្យូទ័រទេត្រូវតែសរសេរវានៅក្នុងក្រដាសហើយត្រូវដាក់កន្លែងណាដែលយើងងាយនឹងមើលឃើញបំផុតវាជាច្បាប់ធម្មជាតិដែលគេជាច្រើនមិនដែលប្រាប់យើងនោះទេការសរសេរនេះគឺជាលក្ខបំផុតខ្ញុំឧទាហរណ៍ខ្ញុំចង់បានទូរស័ព្ទមួយ Mac iPhone 17 Pro តម្លៃ$1,400ថ្ងៃចាប់ផ្ដើមចុចថ្ងៃទទួលយកទូរស័ព្ទចុចប៉ុណ្ណឹងមិនទាន់ចប់នោះទេយើងត្រូវតែវិភាគចំណូលចំណាយយើងទៀតថាតើយើងត្រូវដកប៉ុន្មានភាគរយសម្រាប់ចំណូលរបស់យើងហើយនឹងសន្សំប៉ុន្មានភាគរយដើម្បី3ខែបន្ទាប់ដើម្បីទទួលបានទូរស័ព្ទថ្មីនេះបងប្អូនត្រូវគិតរឿងនេះឲ្យច្បាស់លាស់មុននឹងសរសេរវាចេញក្តី
សរុបបិណ្ឌគឺជាសំឡេងខាងក្នុងប្រាប់ថាយើងអាចក្លាយជាអ្វីមួយដែលល្អជាងនេះបានសម្រាប់ជីវិតរបស់យើងហេតុអ្វីសុបិណ្ឌវាសំខាន់យ៉ាងនេះក្តីសុបិណ្ឌអាចបង្កើតធម៌ពលយើងជារៀងរាល់ថ្ងៃនៅពេលយើងទទួលបានវាទៀតយើងនឹងសប្បាយចិត្តនឹងមានធម៌ពលដែលចេញពីខាងក្នុងបងប្អូនដែលសង្កេតឃើញបែបហ្នឹងពេលដែលគេឲ្យរបស់អ្វីមួយមកយើងទោះវាមានតម្លៃប៉ុណ្ណាក៏ដោយក៏យើងសប្បាយចិត្តតែមួយភ្លើតែប៉ុណ្ណោះតែបើយើងទិញរបស់ដែលយើងចង់បានដោយខ្លួនយើងជាញើសឈាមរបស់យើងទោះវាមានតម្លៃ$100ក៏ដោយ$10ក៏ដោយនៅពេលយើងឃើញវាយើងបានកាន់វាយើងតែងតែសប្បាយចិត្តជានិច្ចនឹងមានថាពលជាងមុនហើយក៏និយាយក្នុងចិត្តប្រាប់ខ្លួនឯងថាមិននឹកស្មានថាយើងនឹងអាចធ្វើវាបានសោះឬដែលយើងគិតថាធ្វើមិនបានតែពេលយើងដាក់គោលដៅមកយើងធ្វើវាបានបងប្អូនដែលធ្លាប់មានអារម្មណ៍បែបហ្នឹងអត់ទេខ្ញុំសូមចម្លើយពិតម្នាក់មួយមកដើម្បីខ្ញុំសប្បាយចិត្តជាមួយបងប្អូនផងទុកថាអរគុណខ្ញុំទៅដែលខ្ញុំចំណាយពេល3ថ្ងៃដើម្បីសរសេរអត្ថបទនេះដើម្បីបានជាចំណេះដឹងទៅដល់បងប្អូនខ្ញុំសូមអរគុណទៅជាមុនយើងទៅទៀតក្តីសុបិណ្ឌបង្កើតការអត់ធ្មត់ប៉ុន្តែកាលណាយើងមិនក្តីសុបិណ្ឌយើងមិនខ្ជះខ្ជាយពេលទៀតនោះទេនៅពេលដែលយើងមានក្តីសុបិណ្ឌគោលដៅផែនការច្បាស់លាស់យើងមិនដែលញ៉ាំអីផ្ដេសផ្ដាស់យើងនឹងកាត់បន្ថយចំណាយញ៉ាំអាហារដែលខ្លួនចំអិននៅឯផ្ទះជាដើមក្តីសុបិណ្ឌបង្កើតការអត់ធ្មត់ហើយការអត់ធ្មត់នឹងបង្កើតក្តីសុបិណ្ឌជឿខ្ញុំទៅគេមើលតែលទ្ធផលទេក្តីសុបិណ្ឌនឹងធ្វើឲ្យយើងមិនងាយបោះបង់ការដែលយើងមានក្តីសុបិណ្ឌច្បាស់លាស់នឹងមិនកុហកខ្លួនឯងយើងនឹងខំធ្វើវាទោះមានឧបសគ្គប៉ុណ្ណាក៏ដោយយើងក៏នៅតែធ្វើវាដដែលដោយសារតែយើងមានក្តីសុបិណ្ឌនេះឯងឃើញទេខ្ញុំរៀបរាប់ច្រើនខាងលើនៅពេលដែលយើងមានក្តីសុបិណ្ឌថាវាសំខាន់ណាស់ប៉ុណ្ណានៅពេលដែលយើងមានក្តីសុបិណ្ឌខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនមានក្តីសុបិណ្ឌជួយខ្លួនឯងជាមុនសិនបើយើងជួយខ្លួនឯងមិនបានយើងក៏មិនអាចទៅជួយអ្នកណាម្នាក់បានដែរសូម្បីតែអ្នកផ្ទះរបស់យើងមិនអាចឲ្យអ្វីដែលយើងគ្មាននោះទេមានក្តីសុបិណ្ឌហើយត្រូវតែស្មោះត្រង់ខ្លួនឯងកន្លែងនេះគឺពិតជាសំខាន់បើគ្មានភាពស្មោះត្រង់សូម្បីតែខ្លួនឯងមានក្តីសុបិណ្ឌក៏គ្មានន័យដែរខ្ញុំសូមប្រាប់បងប្អូនឲ្យហើយមានក្តីសុបិណ្ឌបងប្អូននឹងទទួលការជឿចាប់មានការជឿចាប់នេះហើយទើបមានយើងនៅថ្ងៃនេះហើយក្តីសុបិណ្ឌយើងក៏ជិតបានមកដល់ដែរត្រូវចងចាំថាជំហានដែលពិបាកដើរជាងគេគឺជាជំហានដំបូងរបស់យើងសាកស្រមៃមើលថាបើយើងគ្មានក្តីសុបិណ្ឌវិញយើងនឹងទៅជាមនុស្សបែបណាជីវិតយើងនឹងទៅបែបណាយើងចង់បានជីវិតគ្រាន់តែរស់រំលងមួយថ្ងៃឲ្យបានតែមួយថ្ងៃបងប្អូនចង់បានបែបហ្នឹងអត់ទេខ្ញុំគិតថាបងប្អូនក៏មិនចង់បានខ្ញុំក៏ចង់បានដែរព្រោះជីវិតបែបនេះគឺអាត្មានិយមពេកហើយយើងកើតជាមនុស្សយើងមានបុណ្យហើយហេតុអ្វីមិនខំបន្តិចទៅខ្ញុំចង់និយាយរឿងពិតរបស់ខ្ញុំបន្តិចខ្ញុំសូមអធិស្ឋានទុកជាមុនខ្ញុំកើតមកជាកូនអ្នកទូធាតែដោយសារតែឪពុករបស់ខ្ញុំធ្លាក់ខ្លួនឈឺខ្ញុំត្រូវលក់ទ្រព្យសម្បត្តិដីផ្ទះរស់នៅទាំងអស់ដើម្បីមើលជំនឿឪពុករបស់ខ្ញុំចុងក្រោយក៏អស់ទ្រព្យសម្បត្តិអ្វីដែលខ្ញុំសោកស្ដាយនោះគឺឪពុកខ្ញុំក៏បានស្លាប់ចោលខ្ញុំទៀតពេលនោះហើយខ្ញុំខ្លាចជាក្មេងកំព្រាដើរតែតោមិនដឹងគឺដើរនៅទីណាយប់កន្លែងណាខ្ញុំក៏កេងកន្លែងនោះយកដីធ្វើជាផ្ទះយកមេឃធ្វើជាភួយគ្មានក្តីស្រឡាញ់គ្មានការអប់រំគ្មានភាពកក់ក្ដៅជាមួយនរណាសាច់ញាតិក៏គេមិនរាប់រងរស់មួយថ្ងៃបានតែបាយមួយចានតូចដែលរើសពីគេញ៉ាំហើយថ្ងៃខ្លះខ្ញុំក៏អត់បាយមួយថ្ងៃពេញបានតែទឹកញ៉ាំតែប៉ុណ្ណោះដើរបណ្ដើរគិតបណ្ដើរតើខ្ញុំត្រូវទៅណាបន្តទៀតថ្ងៃក៏រៀបលេចបន្តិចម្ដងពីប្រៀបដូចជីវិតខ្ញុំនឹងក៏រត់ទៅតាមថ្ងៃនឹងដែរយប់ក៏ជឿនចូលមកដល់ហើយពលរបស់ខ្ញុំនេះក៏វាក្លៀនខ្លាំងណាស់ដែរប៉ុន្តែខ្ញុំមិនដឹងទៅរកអាហារដើម្បីចំអែតកាពះរបស់ខ្ញុំនោះទេនៅពេលនោះខ្ញុំក៏បានគេលក់ទៅហើយដោយសារតែខ្ញុំក្លៀនខ្លាំងពេកខ្ញុំក៏មិនដឹងក៏ធ្វើយ៉ាងម៉េចក៏ដេកបន្តទៀតហើយខ្ញុំភ្ញាក់មកខ្ញុំគិតថាជីវិតខ្ញុំមិនចប់ត្រឹមនឹងទេខ្ញុំក៏បានចាប់ផ្ដើមទៅបួសដើម្បីទៅរៀនសូត្រខ្ញុំមកដល់ថ្ងៃនេះមានចំណេះដឹងតូចមួយមានជំនាញមួយមានការងារល្អមួយមានរបស់របរប្រើប្រាស់ល្អគឺចេញពីក្តីសុបិណ្ឌ
នឹងគោលដៅដែលខ្ញុំបានកំណត់វាកាត់ឡើងដោយដៃខ្ញុំទាំងទ្វេវាកាត់ឡើងដោយគូក្បាលខ្ញុំទាំងមួយខ្ញុំមិនពឹងនរណាម្នាក់ឡើយបើយើងមានក្តីសុបិនហើយគឺយើងមានគោលដៅហើយផែនការហើយខំប្រឹងធ្វើវាឲ្យអស់លទ្ធភាពទៅក្រគេមើលងាយយើងណាសូម្បីតែបងប្អូនយើងក៏ដោយក្នុងសង្គមបច្ចុប្បន្នអ្នកណានិយាយអវិជ្ជមានដើរចេញទៅមានតែយើងទេដែលដឹងថាយើងចង់បានអីចង់ទៅណាចង់ធ្វើអីដើម្បីអ្នកណាគ្មាននរណាម្នាក់ឲ្យយើងជឿចាប់ដោយគ្មានការអនុញ្ញាតពីយើងឡើយហើយរឿងពិតនេះខ្ញុំបានសរសេរក្នុងសភៅកំណត់ថ្ងៃរបស់ខ្ញុំហើយខ្ញុំសេសភៅកំណត់ថ្ងៃរបស់ខ្ញុំមួយរយៈពេលតាំងពីខ្ញុំបាត់ឪពុកខ្ញុំដល់ឥឡូវនេះហើយខ្ញុំតែងតែមើលវាហើយនឹងកំណត់វាដើម្បីជាកម្លាំងចិត្តcủaខ្ញុំមិនដែលចង់បានអត្តការទេប៉ុន្តែខ្ញុំមិនឡាយអត្តការឲ្យមានកម្លាំងតាមពលសម្រាប់បច្ចុប្បន្នរបស់ខ្ញុំអញ្ចឹងខ្ញុំនឹងបន្តធ្វើក្តីសម្បត្តិខ្ញុំបន្តទៀតខ្ញុំក៏ជឿជាក់បងប្អូនអាចបន្តក្តីសម្បត្តិសម្រាប់បងប្អូនបានជោគជ័យចង់មកតជាមួយយើងមកទៀតចូលមេរៀនយើងបន្តទៀតសូបិនរបស់យើងប៉ັດប្រកួតជាមួយនឹងសូបិនគេខ្ញុំចង់បានប្រាប់បងប្អូនថាត្រូវតែប្រុងប្រយ័ត្ននៅត្រង់ចំណុចនេះបើសិនជាបងប្អូនមានសេរីសម្បត្តិហើយបងប្អូនកុំរីករាយឲ្យសោះពោលក្នុងសង្គមសព្វថ្ងៃនេះមនុស្សជាច្រើនកំពុងរស់នៅក្នុងក្តីសុបិនរបស់អ្នកដទៃគ្នាខ្ញុំលើកជាក់ស្ដែងឪពុកម្ដាយចង់ឲ្យយើងធ្វើតាមពួកគាត់ដែលបានរៀបចំដោយសារតែគាត់និយាយថាគាត់ជាអ្នកបង្កើតយើងគាត់អ្នកផ្គត់ផ្គង់ឲ្យយើងរៀនចុះត្រូវតែធ្វើតាមគាត់ខ្ញុំក៏ធ្លាប់ជួបដែរនៅក្នុងសម័យនេះក៏មានឪពុកម្ដាយបង្ខំឲ្យយើងធ្វើតាមគាត់ដែរនោះដោយសារតែបរិយាបន្នសង្គមឬក៏គ្រួសារអ្វីដែលសំខាន់ណាគឺកង្វះខាតការអប់រំជាប្រព័ន្ធបើមានគ្នាយើងណាដែលកំពុងជួបរឿងបែបនេះជាយុផលរបស់ខ្ញុំចង់ទៅប្រាប់បងប្អូននៅផ្ទះឲ្យគាត់អង្គុយចោះថ្វាយបង្គំគាត់3ដងហើយប្រាប់គាត់ថាខ្ញុំធ្វើរឿងដែលខ្ញុំចង់ធ្វើខ្ញុំនឹងធ្វើឲ្យឪពុកម្ដាយបានឃើញហើយប្រាប់គាត់ទៀតថាកំណត់ពេលជាមួយគាត់យកលទ្ធផលឲ្យគាត់ឃើញសូមកុំយកឈ្នះឪពុកម្ដាយឲ្យសោះយើងហែទឹកភ្នែកគាត់មិនផុតទេប៉ុន្តែយើងត្រូវយកឈ្នះខ្លួនឯងដើម្បីឲ្យគាត់ឃើញវិញមនុស្សភាគច្រើនដែលសារតែមានក្តីសុបិនហើយតែមិនធ្វើដោយសារតែសង្គមរបស់យើងកំណត់ឲ្យយើងធ្វើតាមហេតុអីកាលណាដែលយើងអត់មានក្តីសុបិនយើងនឹងធ្វើតាមដូចសង្គមដែលគេបានបង្រៀនសង្គមយើងដូចសពថ្ងៃនេះបង្រៀនឲ្យយើងប៉ັດដូចប៉ັດមិនប៉ັດដូចប៉ັດហេតុផលនោះគឺយើងមិនមានក្តីសុបិនយ៉ាងឯងទើបគេធ្វើអ្វីយើងក៏ធ្វើទៅតាមគេរឿងមួយទៀតមិត្តភ័ក្តិបង្ខំឲ្យធ្វើតាមនេះវាពាក់ព័ន្ធជាមួយនឹងកត្តាសេពគប់គឺសំខាន់សម្រាប់ជីវិតយើងរស់នៅសប្តាហ៍ថ្ងៃបើយើងសេពគប់ជាមួយនឹងអ្នកដើរយើងនឹងខ្លាចជាអ្នកដើរយើងសេពគប់ជាមួយអ្នករៀនមួយថ្ងៃគេបបួលតែយើងរៀនយើងនឹងខ្លាចជាអ្វីដែលយើងគិតបើយើងគ្មានក្តីសុបិនគ្មានគោលដៅតើចូលមកដល់ចំណុចដែលសំខាន់ខ្ញុំចង់ប្រាប់ទៅបងប្អូនហើយសូមឆ្លើយជាមួយខ្លួនឯងដោយស្មោះត្រង់សួរខ្លួនឯងប៉ុន្មានសំណួរនេះបើគ្មាននរណាម្នាក់រិះគន់យើងតែយើងចង់ខ្លាចជាអ្វីទៅថ្ងៃអនាគតមានក្តីសម្បត្តិឬបានត្រឹមតែសម្បត្តិបើសិនជាបងប្អូនមានក្តីសម្បត្តិហើយវានៅតែជាសម្បត្តិចុះយើងត្រូវធ្វើបែបណាតើខ្ញុំដាក់ក្រដាសសរសេរវាឲ្យចេញជាគោលដៅគឺជាការបំលែងក្តីសម្បត្តិឲ្យមានរាងឲ្យមានលេខឲ្យមានពេលវេលាខ្ញុំមកលើឧទាហរណ៍ជាមួយនឹងក្តីស្រមៃនិងគោលដៅឧទាហរណ៍ក្តីស្រមៃខ្ញុំចង់ជោគជ័យលើអាជីវកម្មនេះគេហៅថាក្តីស្រមៃឬក៏ក្តីសុបិន goal ឬគោលដៅយើងមានក្តីសុបិនហើយយើងត្រូវតែដាក់គោលដៅដើម្បីជោគជ័យលើអាជីវកម្មមួយឧទាហរណ៍ក្នុង3ឆ្នាំខ្ញុំនឹងមានអាជីវកម្មផ្ទាល់ខ្លួនមួយបងប្អូនតន់អត់នៅពេលដែលបងប្អូនដាក់គោលដៅហើយនៅពេលដែលបងប្អូនមានក្តីសុបិនហើយអ្វីដែលត្រូវធ្វើនោះគឺភាពច្បាស់លាស់គោលដៅល្អត្រូវមាន4ចំណុចដូចខាងក្រោម1មានភាពច្បាស់លាស់2អាចវាស់បាន3មានពេលវេលា4
អាចអនុវត្តបានដូចខ្ញុំឧទាហរណ៍នៅខាងលើអញ្ចឹងភាពច្បាស់លាស់នៅពេលដែលយើងសរសេរវាចេញមកខ្ញុំឧទាហរណ៍ទៀតនៅពេលដែលបងប្អូនជានិស្សិតកំពុងរៀនបើសិនជាបងប្អូនមានក្តីសង្ឃឹមថាចប់ពីការរៀនខ្ញុំត្រូវមានការងារមួយដែលល្អអញ្ចឹងយើងកំពុងរៀនតែយើងអាចវាស់វាបានអត់យើងប្រកាសជាអាចវាស់វាបានដោយសារយើងកំពុងរៀនជំនាញហ្នឹងរៀនចប់យើងនឹងមានឱកាសការងារដែលល្អមួយឃើញទេអញ្ចឹងពេលវេលាតើបងប្អូនត្រូវរៀនជំនាញមួយដើម្បីទទួលបានការងារល្អបងប្អូនត្រូវកំណត់ពេលវេលាខ្លួនឯងបើសិនជាយើងរៀននិស្សិត4ឆ្នាំតើយើងកំណត់ពេលថាឆ្នាំទីប៉ុន្មានទើបយើងអាចទៅរកការងារនោះដែលល្អដែលយើងចង់ធ្វើជុំឧទាហរណ៍យើងដាក់ពេលវេលា2ឆ្នាំរៀនចូលឆ្នាំទី2ខ្ញុំនឹងធ្វើការងារនោះឲ្យបានឃើញទេឃើញអត់ច្បាស់លាស់អាចវាស់បានមានពេលវេលាជាក់លាក់ចុងក្រោយតើយើងអាចអនុវត្តបានអត់យើងប្រកាសជាអនុវត្តបានដោយសារតែយើងរៀនវា2ឆ្នាំហើយអញ្ចឹងយើងអាចអនុវត្តនិងធ្វើការងារនោះបានល្អថែមទៀតផងឃើញអត់អញ្ចឹងមានក្តីសុបិនដាក់គោលដៅមកយើងនឹងអាចធ្វើវាបាននេះហើយនេះហៅថាក្តីសុបិនគោលដៅនិងផែនការតោះខ្ញុំនឹងមកបំបែកទៀតថាហេតុអ្វីយើងដាក់ក្តីសុបិនយើងមានគោលដៅហើយយើងមានផែនការច្បាស់លាស់ហើយហេតុអ្វីយើងនៅតែធ្វើវាអត់បានខាងក្រោមនេះគឺជាកំហុសធំនៃការដាក់គោលដៅនិងក្តីសុបិនដោយសារតែយើងធ្វើវាមិនបានទី1យើងដាក់គោលដៅធំពេកដោយគ្មានជំហានសម្រាប់នឹងដើរទៅរកគោលដៅនោះឧទាហរណ៍ខ្ញុំលើកបញ្ហាលើមិនកំពុងរៀនឆ្នាំសិក្សាទី1យើងអត់ទាន់មានជំនាញទេប៉ុន្តែយើងទៅដាក់គោលដៅថាយើងចង់ធ្វើការកន្លែងនេះធ្វើជាតំណែងនេះទាំងយើងកំពុងតែរៀននៅក្នុងឆ្នាំទី1ឃើញអត់យើងអត់ទាន់មានការរៀនសូត្រយើងអត់ទាន់មានជំនាញមួយក្នុងការតែធ្វើវាទេឃើញទេគោលដៅនោះវាធំពេកវាមិនអាចវាស់បានទេហើយវាអត់មានពេលវេលាជាក់លាក់ហើយយើងក៏អត់អនុវត្តវាបានដែររឿងទី2ដោយសារតែបងប្អូនដាក់គោលដៅច្រើនពេកនៅក្នុងពេលទៅមុនវាមិនណាធ្វើវាទៅរួចទេទោះបីវាធ្វើទៅរួចក៏យើងទទួលបានលទ្ធផលដែលយើងមិនចង់បាននោះដែរទី3ដោយសារតែយើងនឹងចង់បានលទ្ធផលលឿនពេកប៉ុន្តែមិនចឹងអត់ធ្មត់កត្តាទាំងអស់នេះហើយដែលខ្ញុំបានរៀបរាប់ខាងលើនៅពេលដែលយើងមានគោលដៅយើងមានក្តីសម្បត្តិយើងមានផែនការហើយការណាដែលធំពេកវានឹងធ្វើឲ្យយើងបាត់ទឹកចិត្តបានហើយយើងនឹងបោះបង់វាអញ្ចឹងដាក់ក្តីសម្បត្តិដាក់គោលដៅដាក់ផែនការដែលមានភាព4ខាងលើនេះខ្ញុំមានពាក្យលើកទឹកចិត្តនិងចង់ប្រាប់ទៅយ៉ាងចូលចាំពាក្យទាំងនេះគោលដៅមិនសម្រាប់យើងនោះទេតែការបោះបង់ខ្លួនឯងទើបជាអ្នកសម្រាប់យើងបើសិនជាបងប្អូនមានគោលដៅមានក្តីសង្ឃឹមប៉ុន្តែគ្មានផែនការវាគ្រាន់តែជាក្តីប្រាថ្នារបស់យើងទេបើយើងមានក្តីសង្ឃឹមបើយើងមានគោលដៅហើយយើងគ្មានផែនការវាគ្មានអ្វីដែលអាចទៅរួចទេអញ្ចឹងខ្ញុំមកបញ្យល់ថាផែនការក៏វាសំខាន់ដែរផែនការគឺជាសំណួរមួយអញ្ចឹងបងប្អូនត្រូវសួរខ្លួនឯងខ្ញុំធ្វើអ្វីនៅថ្ងៃនេះដើម្បីសម្រេចគោលដៅនិងក្តីសង្ឃឹមរបស់ខ្ញុំឃើញទេនៅពេលដែលបងដាក់ផែនការមកសរសេរវាចេញយើងនឹងធ្វើវាអានឹងហើយដែលយើងដើរទៅរកគោលដៅដើម្បីទទួលបានក្តីសង្ឃឹមរបស់យើងផែនការដែលមានប្រសិទ្ធភាពយើងត្រូវតែបំបែកក្តីសង្ឃឹមគោលដៅរបស់យើងជាជំហានតូចៗឧទាហរណ៍ខ្ញុំលើកឡើងលើខ្ញុំចង់ក្លាយជាម្ចាស់អាជីវកម្មមួយអញ្ចឹងដើម្បីក្លាយជាអាជីវកម្មមួយយើងត្រូវដាក់ផែនការមកតែយើងទៅរៀនពីអ្វីខ្លះដើម្បីបង្កើតអាជីវកម្មមួយឧទាហរណ៍យើងទៅរៀនចំណាយពេល1ម៉ោងទៅរៀនជំនាញមួយនេះដើម្បីបង្កើតអាជីវកម្មដែលខ្ញុំចង់ធ្វើឃើញទេអានេះហើយដែលថាផែនការមានប្រសិទ្ធភាពហើយសរសេរវាទៀតយើងត្រូវអនុវត្តវាជារៀងរាល់សប្តាហ៍បន្ទាប់មកក្នុងមួយខែគេតែងតែគិតបញ្ជីបិទចំណូលចំណាយប៉ុន្តែយើងដើម្បីក្លាយជាអាជីវកម្មយើងរៀនហើយយើងមកវាតម្លៃខ្លួនឯងជារៀងរាល់ខែតែយើងរៀនរយៈពេល1ខែនេះយើងទទួលបានអ្វីខ្លះតើយើងចំណាយពេលប៉ុន្មានទើបអាចក្លាយជាអ្នកអាជីវកម្មមួយបាន
ទាំងអស់ហ្នឹងណាវាត្រូវឲ្យយើងនឹងមានវិន័យវាស្មើនឹងមនោសញ្ចេតនាដែលយើងចង់ធ្វើវាកុំរងចាំឲ្យយើងមានអារម្មណ៍ល្អទៅយើងចាប់ផ្ដើមធ្វើវាបើយើងមិនដាក់វិន័យទេយើងគិតថាអូថ្ងៃនេះអារម្មណ៍អត់សូវល្អមានអារម្មណ៍ឈឺក្បាលយើងអត់ទៅរៀនយើងអត់ទៅធ្វើវាឃើញអត់តែបើយើងមានវិន័យយើងអត់រងចាំវាទេយើងត្រូវតែធ្វើវាព្រោះតែអារម្មណ៍មិនស្ថិតស្ថេរនោះទេថ្ងៃនេះខ្ញុំចង់ញ៉ាំនេះថ្ងៃនោះខ្ញុំចង់ញ៉ាំនេះឃើញអត់សំបីតែយើងក៏យើងមិនមានអារម្មណ៍ដែលល្អជារៀងរាល់ថ្ងៃដែរអញ្ចឹងត្រូវតែដាក់វិន័យធ្វើឲ្យអ្វីដែលយើងត្រូវធ្វើទោះថ្ងៃនោះមិនចង់ក៏ដោយយើងត្រូវតែធ្វើវាដោយសារតែយើងមានក្តីសុបិនចង់ក្លាយជាម្ចាស់អាជីវកម្មមួយមនុស្សជោគជ័យមិនមែនមនុស្សដែលល្អជាងយើងនោះទេក៏រាន់តែពួកគេស្មោះត្រង់ជាមួយនឹងក្តីសុបិនគោលដៅនិងផែនការរបស់ពួកគេយើងក៏អាចធ្វើវាបានដែរពួកគេធ្វើបានយើងក៏អាចធ្វើវាបានខ្ញុំមានពាក្យលើកទឹកចិត្ត3ដែលនិយាយអំពី dream goal ហើយនិង plan dream កុំខ្លាចសុបិនធំ goal ធ្វើឲ្យសុបិនមានភាពច្បាស់លាស់ plan ធ្វើវាដើរវាជារៀងរាល់ថ្ងៃចូលចាំសំណួរទាំងនេះកុំសួរថាខ្ញុំអាចធ្វើបានទេសួរថាបើខ្ញុំមិនចាប់ផ្ដើមនៅថ្ងៃនេះតើខ្ញុំនឹងស្ដាយនៅថ្ងៃណាថ្ងៃនេះជាថ្ងៃដែលល្អបំផុតសម្រាប់ការចាប់ផ្ដើមសុបិនរបស់យើងកំពុងរងចាំយើងមិនមែនយើងរងចាំសុបិននោះទេអរគុណជួបខ្ញុំនៅប្រធានបទថ្មី